តពីយើងបាន email ទៅគេទៅគេបានចូលឆែកមើលហើយគឺគេបាន approve ហើយសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីការឆាតទៅ support របស់ក្រុមហ៊ុន Ditto ដែលយើងបាន release music យើងចូលប៉ុន្តែវាមានបញ្ហាជាមួយនឹងartwork អញ្ចឹងយើងធ្វើការឆាតទៅក្រុមហ៊ុន Ditto ដើម្បីឲ្យគេដោះស្រាយយើងអញ្ចឹងសម្រាប់នៅក្នុងក្រុមហ៊ុន Ditto អ្នកទាំងអស់គ្នាគ្រាន់តែចូល Ditto មកហើយកន្លែងនេះគឺជាចម្រៀងទាំងអស់ដែលខ្ញុំបាន release អញ្ចឹងខ្ញុំកន្លែងនេះ account ថ្មីខ្ញុំបាន release ចំនួន6 album ហើយ album នេះគឺជា album ដែលវាមានបញ្ហាហ្នឹងអញ្ចឹងខ្ញុំបានដោះស្រាយហើយដោយសារខ្ញុំបានcontact ទៅក្រុមហ៊ុន Ditto ផ្ទាល់ឲ្យគេជួយ check មើលអញ្ចឹងបន្ទាប់ពីគេបានជួយ check មើលហើយគេបាន approve ឲ្យយើងដំបូងគឺវាមានបញ្ហាជាមួយនឹង artwork គេថា artwork ហ្នឹងវាមានជាប់ copyright អញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបាន contact ទៅគេថាអត់មានបញ្ហាទេគេក៏សុំទោសយើងហើយគេ approve យើងសោះអញ្ចឹងអ្នកនេះអាចមើលពីនេះបានអ្នកអាចចូលមើល email បាននៅម៉ោងប្រហែលជាម៉ោង 4:16 នាទីថ្ងៃហ្នឹងអញ្ចឹងក្រុមហ៊ុន Ditto បានផ្ញើនៅemail មួយដែលគេថា album Simu On នេះត្រូវបានជាប់ copyright ពាក់ព័ន្ធមួយនឹង include content ដែល reference ទៅលើពាក់ព័ន្ធមួយនឹង character អីផ្សេងៗដែលវាមើលទៅវាដូចជាមិនរបស់យើងអញ្ចឹងអាហ្នឹងគេ allow ឲ្យតែយើងដាក់ជាមួយនឹង artist name ទេប៉ុន្តែបើយើងមើលជាក់ស្ដែងនៅក្នុង Ditto ហ្នឹងគឺយើងពិតជាបានគោរពគោលការណ៍របស់គេគឺយើងមានតែចំណងជើង album ហើយនឹងឈ្មោះ artist ហើយនឹង artwork របស់យើងទេប៉ុន្តែគេថាជាប់ copyright កន្លែងនេះមុនដំបូងគឺវា load ក្រហមហើយវាដាក់ថា inactive ប៉ុន្តែឥឡូវវា approve ហើយអញ្ចឹងអ្នកនេះអាច check អាចបើសិនជាមានបញ្ហាហ្នឹងអ្នកនេះអាចធ្វើតាមខ្ញុំបានអញ្ចឹងទី1អ្នកនេះមើលកន្លែង email របស់ក្រុមហ៊ុនគេអ្នកនេះអានទៅគឺគេថាអាច process មួយនឹង album នឹងបានទេរហូតតតែយើងធ្វើការ resolve ធ្វើការដោះស្រាយបញ្ហាហ្នឹងទើបគេអាចបន្តទៅមុខទៀតបានអញ្ចឹងគេអត់មានអីនិយាយច្រើនទេគេគ្រាន់តែប្រាប់យើងថាយើងអាចធ្វើការ edit ឬមួយក៏ update នៅ release យើងបានដោយ free គឺគេអត់ឆាច់លុយទេហើយយើងអាចទៅ check មើល release នឹងបានហើយកន្លែងនេះគេថាបើសិនជាយើងមានចង្អុលអីផ្សេងៗគឺយើងអាចតាក់ទងទៅកាន់ support របស់គេបានគឺគេដាក់ email មកឲ្យយើងអញ្ចឹងណាអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំចង់ផ្ដោតសំខាន់គឺកន្លែង email នេះអ្នកនរគ្នាអាចធ្វើការ contact ទៅលើ email របស់គេនឹងផ្ទាល់ណាយើងអាច email ផ្ទាល់ទៅយើងអាច copy មកអញ្ចឹងអ្នកនេះអាចមើលរបៀបដែលខ្ញុំ contact ទៅខាងគេអ្នកនេះគ្រាន់តែយក email ហ្នឹងមកណា email ហ្នឹង copy email ហ្នឹង email របស់ក្រុមហ៊ុន Ditto ក្រុមហ៊ុនណាក៏ដោយក្រុមហ៊ុន music distribution ផ្សេងៗគឺវាដូចតែគ្នាទេអញ្ចឹងអ្វីដែលខ្ញុំ contact អ្នកនេះអាចចូលមកក្នុង Gmail ហើយយើងចុច compose នេះហើយកន្លែង tool នេះគឺយើងផាសនៅ email របស់ក្រុមហ៊ុន Ditto នឹងចូលមកហើយយើងកន្លែងនេះគឺយើងទៅ save ពី subject គឺ title ដែលយើងចង់ឲ្យគេដោះស្រាយនឹងហើយយើងរៀបរាប់ប្រាប់គេមកអញ្ចឹងអ្វីដែលខ្ញុំបាន email ទៅខាងគេអ្នកនេះអាច check មើលកន្លែងនេះគឺគេបាន reply យើងវិញណាគេបាន reply យើងវិញគឺនេះខាងគេហ្នឹងគឺគេបាន apply មកយើងវិញគឺឈ្មោះ Andri ហើយនឹង Irali ណាគឺគាត់បាន reply យើងនៅម៉ោង5ប្រហែលជា1ម៉ោងក្រោយណា2ម៉ោងប្រហែលថាខ្ញុំ2ម៉ោងចុះអញ្ចឹងគាត់បាន reply វិញអញ្ចឹងអ្នកនេះអាចធ្វើការ check ទៅលើ message ដែលខ្ញុំបាន contact ទៅខាងគេកន្លែងអូខេកន្លែងនេះគឺខ្ញុំបាន contact ទៅខាងគេដែរខ្ញុំអាចចុចបើកលេខនេះចាំតិចសិនអ្នកនរគ្នាខ្ញុំសូម check មើលបន្តិចដូចជាខ្ញុំបាន contact ទៅខាងគេកន្លែងនេះណាចុច like send កន្លែងនេះដែលខ្ញុំបានផ្ញើទៅគេខ្ញុំចុច like send ហ្នឹងមកខាង send ចាំតិចសិនអ្នកនេះដោយសារវា slow បន្តិច
internet អូខេចឹងកន្លែងនេះគឺខ្ញុំបានទៅសេទៅកាន់ support របស់ Dito គឺខ្ញុំ chat ទៅគេទៅ Dito team ហើយខ្ញុំប្រាប់ថាខ្ញុំបានទទួល email មួយពាក់ព័ន្ធមួយនឹង album ដែលខ្ញុំ release ហ្នឹងគឺវាមានបញ្ហាមួយនឹង inactive ហើយខាង Dito គឺគេបានប្រាប់យើងថាឲ្យយើង update នៅ artwork ប៉ុន្តែនៅក្នុង Dito website ហ្នឹងគឺវាអត់មានកន្លែងបតុងឲ្យយើង update ឬមួយក៏ edit ទេអញ្ចឹងហើយខ្ញុំសួរគេវិញថាតើខ្ញុំគួរធ្វើម៉េចចឹងអានេះជារបៀបដែលខ្ញុំទីមួយដែលខ្ញុំបាន contact ទៅគេហើយអ្វីមួយទៀតដែលអ្នកនេះអាច contact បានលឿនអ្នកទាំងអស់នេះអាចចូលទៅក្នុងក្រុមហ៊ុន Dito ផ្ទាល់ហើយអ្នកទាំងអស់គ្នាមើលទៅខាងលើនេះអ្នកនេះរបៀបដែលយើងឆាតមកទៀតណាអ្នកនេះមើលខាងលើ4នេះគឺវាមាន create មានកន្លែងកន្លែង edit card ចឹងកន្លែងដែលសំខាន់គឺយើងចុចកន្លែង help នេះចឹងបន្ទាប់ពីយើង help មកយើងឃើញពាក្យថា start chat ចឹងអ្នកនេះចុចកន្លែងពាក្យ start chat ហ្នឹងមកចឹងបន្ទាប់ពីកន្លែង start chat មកយើងរើស topic ទៅចឹងនេះអ្នកនេះអាចមើលកន្លែង chat ដែលខ្ញុំ chat ចាស់កន្លែង message នេះចឹងអានេះគឺជាអ្វីដែលខ្ញុំបាន chat ទៅគេហ្នឹងគឺគេបាន reply អ្នកនេះណាចឹងអ្នកនេះអាចមើលកន្លែងនេះខ្ញុំបាន chat ទៅគេអ្នកនេះអាចធ្វើតាមនឹងបានចឹងទីមួយខ្ញុំហាយទៅខាងគេទៅហាយទៅខាង Dito team ហើយគេបានហាយមកយើងវិញហើយគេសួរយើងមានអីចង់យើងជួយអត់ចឹងណាអូខេចឹងខ្ញុំបានទៅសេប្រាប់គេថាខ្ញុំ release ខ្ញុំហ្នឹងគឺ album ហ្នឹងគឺវា inactive ណាហើយវាអត់មានកន្លែង update ទេជាក់ស្ដែងគឺវាអត់មាន update ទេអ្នកនេះចុចលឿនហ្នឹងទៅគឺវាអត់មានប៊ូតុងឲ្យយើងធ្វើការ update ទេចឹងយើងសួរឲ្យគេហ្នឹងជួយធ្វើម៉េចចឹងបន្ទាប់មកគេថាអូខេគេយល់ចឹងវាជាកំហុសរបស់ខាងគេដែលយើងអាច update នៅ artwork បានចឹងគេនឹងឲ្យខាងភ្នាក់ងាររបស់គេផ្ទាល់មកជួយ contact យើងអានេះដោយសារតែនេះគឺជា provide របស់ AI អ្នក chat ចឹងបន្តមកទៀតគឺគេប្រាប់យើងតាមហ្នឹងគេថាគេអូខេហើយគេបាន check មើលថាគឺកំហុសខាងគេហើយគេបាន share នៅ issue ហ្នឹងទៅកាន់ខាង support របស់គេចាស់ស្ដាយអញ្ចឹងណាអូខេអញ្ចឹងដូចជាមានតែប៉ុណ្្នឹងទេណាចឹងបន្ទាប់ពីយើងបាន email ទៅគេទៅគេបានចូល check មើលហើយគឺគេបាន approve ហើយនេះគឺគេបាន approve ហើយអញ្ចឹង approve មិនយូរទេ approve មួយផ្លែតគឺដូចជាគេមាន mail មកប្រាប់ទៀតនេះគឺមិញហ្នឹងគឺម៉ោង 9 7 ម៉ោង 10 នេះគឺគេបាន approve គឺគេបាន live នៅចម្រៀងហ្នឹងណាគឺគេបាន live ហើយអញ្ចឹងអ្នកនេះអាច check លេខនេះហើយខ្ញុំ refresh មកគឺឡើយនេះ approve គឺវាដូរទៅ live ហើយនេះអញ្ចឹងយើង refresh អញ្ចឹងអ្នកនេះមើលឡើយនេះ approve អញ្ចឹងខ្ញុំសុំ refresh មួយDito វាល្អណាល្អខ្ញុំទៅតែដែរគឺដាក់ទៅ approve ណាហើយប៉ុន្តែគាត់ថាយើងត្រូវចេះធ្វើការ mix master បន្ថែមទៅដើម្បីឲ្យវាឆាប់ approve អញ្ចឹងខ្ញុំដាក់ approve ទេខ្ញុំដាក់មក album ប្រហែលជា20 bot អញ្ចឹងណាអញ្ចឹងខ្ញុំដាក់6 album ហើយអញ្ចឹងយប់នេះខ្ញុំអាចនឹងដាក់មក album ទៀតហើយខ្ញុំនឹងថតវីដេអូបន្ថែមពាក់ព័ន្ធមួយនឹងការ upload ចូលក្រុមហ៊ុន Dito នេះអញ្ចឹងយើងចាំតិចមកដោយសារអ៊ីនធឺណិតខ្ញុំ upload ចម្រៀងដែរអញ្ចឹង upload វីដេអូដែរអូខេអញ្ចឹងបិទ tab ខ្លះនេះចាំមើលវាដើរសិនមកណានេះឥឡូវគឺវាបាន live ទាំងអស់ហើយគឺនេះឃើញគឺខ្ញុំដាក់6 album គឺនេះទាំងអស់ live ទាំងអស់គឺ community គឺស្រួលតែសំខាន់ឲ្យតែយើងចេះធ្វើបន្តិចទៅគឺវា approve លឿនទេទាំង artwork ទាំងអីហ្នឹងគឺស្រួលទេបាទអញ្ចឹងវីដេអូសម្រាប់ការ contact ទៅ community វាមានតែប៉ុណ្្នឹងមានចម្ងល់អីអាច comment នៅខាងក្រោមសួរបានអញ្ចឹងណាអញ្ចឹងវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញពីរបៀបក្នុងការ upload ចម្រៀង album យើងចូលក្នុង community